ឈឺសានឹកស្នេហ៍កំហុសខ្លួនឯងគ្មានពេកនឹងថ្លែងតវ៉ាស្រោតទឹកភ្នែកជូនវិចារប្រាប់ថាអាឡ័យចង់ឲ្យវេលាត្រឡប់ចិត្តជ្រុលមិនស្ងប់ទេថ្លៃស្ដាយទុំមើលជ្រុលហួងគ្មានព្រឹងជួងកែថ្មីស្ដាយសំដីគ្មានថ្លៃភ្លេចទ្រូងរែងអន់ពាសាសោកកាពេលឃ្លានដេញដូងជ្រួលជ្រាមវាមទុកសែងធ្ងន់ចិត្តពីលៀមលែងធំរឿងខុសពីមុនកាកុំជួសោបញ្ចុកចិត្តស្អប់ត្រៀមហើយត្រឡប់ផ្ដល់ក្តីមេត្តាសាជប់ចំនងបើមានឱកាសប្រាថ្នាជួបបងសាជាថ្មីជុំនឹងអបក្តីរំពឹងទំពឹងទាំងស្ដាយសំតែស្រងល់អាណិតទៀងបងគិតចិត្តកាយពេលមានបងនឹងក្បែរស្ដីត្អូនតែចំណាយពេលគិតឆ្ងាយទៅស្ដាយក្រោយទ្រូងរែងអន់តែសាសោកកាពេលឃ្លានដេញដូងជ្រួលជ្រាមវាមទុកសែងធ្ងន់ចិត្តពីលៀនលែងធន់រឿងខុសពីមុនកាកុំជួសោបញ្ចុកចិត្តស្អប់ត្រៀមហើយត្រឡប់ផ្ដល់ក្តីមេត្តាសាជប់ចំនងបើមានឱកាសប្រាថ្នាជួបបងសាជាថ្មីចង់ឲ្យយល់តម្លៃជាស្រីមានន័យយ៉ាងណាក្តីស្រឡាញ់មានពិតក្តីអាណិតស្មោះស្មងសន្យាទៅចង់លែងខំទៀតឡើយសូមផ្ដល់អើកាយតែបងអបបងក្នុងពេលនេះភេកទី1ខ្ញុំបាននិយាយប្រាប់ឯងហើយតាថាឯងមិនចាំបាច់ចូលខ្លួនមកធ្វើជាមេដាស្អីនោះទេខ្ញុំធំហើយណាខ្ញុំអាចសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯងបានម្យ៉ាងពេលនេះគឺចង់ទៅខួសក្បាលឲ្យនៅទំនេរខ្លះពេលព្រោះតែបញ្ចប់ការសិក្សាថ្មីនេះទេគ្នាគ្រាន់តែជឿនិយាយទៅក៏ព្រោះតែឃើញឯងទៅពីរនាក់នោះមានឋានៈប្រហាក់ប្រហែលនឹងគ្នាម្យ៉ាងភាសាណាក៏ជាមនុស្សល្អហើយមើលទៅគេបើជាមានការយកចិត្តទុកដាក់ជាមួយនឹងឯងខ្លាំងណាស់គឺមិនមែនតែសោយម្នាក់នោះទេដែលយកចិត្តទុកដាក់ជាមួយនឹងខ្ញុំនោះគឺនៅមានទូព្រមទាំងផានិតម្នាក់ទៀតអូយណែវាច្រើនខ្លាំងណាស់ខ្ញុំមិនដឹងថាត្រូវឲ្យបន្ទុកទៅលើអ្នកណាម្នាក់នោះទេកាប់បតែណាបើយើងរាប់អានគ្នាត្រឹមតែចំណុចភ័ក្រនោះគឺវាល្អជាងខ្ញុំជាមនុស្សដែលកើតជាណាខ្ញុំមិនចង់ឲ្យអ្នកណាម្នាក់គេមកធ្វើជាអ្នកកំដរខ្ញុំនោះទេរីម៉ាក៏ដឹងហើយថាខ្ញុំនេះវាយ៉ាងម៉េចដឹងហើយថាឯងនេះគឺជាកូនស្រីតែម្នាក់នៅក្នុងគ្រួសារថែមទាំងជាកូនតូចទៀតផងយ៉ាងនេះហើយណាតើបានជាមានចរិតនេះមិនចេះចុះញ៉ាំដតៃកាត់ព្រោះតែលោកប៉ារបស់ឯងជាអ្នកមានទៀតណែប្រាប់ទៅចុះណាវាតាន់សម្រាប់នៅបានមិនត្រូវឲ្យពេលវេលាកន្លងផុតទៅដល់អត់ប្រយោជន៍នោះទេនឹងហើយបើឯងចង់បានប្តីណាឯងជ្រើសរើសខ្លួនឯងទេចំណែកខ្ញុំនេះជាមនុស្សដែលមានបេះដូងដែកមិនតាន់សម្លឹងឃើញមនុស្សប្រុសណាដែលគួរឲ្យផ្ញើជីវិតនោះទេប៉ុណ្ណឹងចឹងណាសើចទាំងព្រឹកតែម្ដងដែលខំទទួលទូរស័ព្ទរបស់ឯងណាអូខេបាយ
ឈរសម្លឹងមើលក៏ព្រោះតែឃើញនេសាទនេះកាន់តែមានសម្រស់ស្រស់ស្អាតគឺស្អាតដូចជាបុប្ផាដែលរីកនៅពេលព្រឹកព្រលឹមយ៉ាងដូចនេះឯងងូតទឹកថ្នមថែតាំងតែពីតូចមកឃើញមុខគ្នារាល់ថ្ងៃរាល់យប់ប៉ុណ្ណឹងហើយក៏នៅតែចង់សម្លឹងមើលក៏ព្រោះតែនិស្ស័យរបស់ម៉ែនឹងណាវាស្រស់ស្អាតនោះអីវាទោះតែបន្តិចនោះទេអេតើត្រង់ណាទៅម៉ែខ្ញុំមិនអាចធ្វើស្អីឲ្យម៉ែដោះតោះចិត្តនោះទេគឺពិតជាមានណានោះគឺជាស្អីដែរទៅម៉ែគឺឆ្មាស់ហើយឆាប់ឆេវឆាវនោះអីសំបីតែលោកតារបស់នេសាក៏ដូចជាមិនសូវពេញចិត្តដល់ចំណុចនេះដែរអេម៉ែនេះខ្ញុំឆ្នោតតែជាមួយមនុស្សណាដែលមិនស្គាល់ពីតម្លៃរបស់ខ្ញុំម្យ៉ាងផ្ទះនេះក៏មានរបល់ត្រឹមត្រូវមនុស្សមួយចំនួនអង្គតែមានឈ្មោះជាមិត្តភក្តិក៏តាំងប្រើសិទ្ធមកចិញ្ចើក៏ព្រោះតែបែបនេះតែបានជាខ្ញុំនេះមិនត្រូវស្លូតពេកជាមួយនឹងពួកគេនោះទេនាំនិយាយនាំតែក្តៅកំពុងតែទទួលទូរស័ព្ទនាំដំណឹងមិនល្អផងតែពេលនេះអាហារពេលព្រឹកណាទៅជាអស់ហើយតើចង់ពិសាហើយឬនៅម៉ែរៀបចំទុកជាស្រេចហើយណាចាគឺញ៉ាំនឹងហើយអូលោកប៉ាប្រើសម្ដីធំដាក់មីងមេតោទៀតហើយមែនទេហ៎កូនចាអត់ទេលោកប៉ាគឺខ្ញុំមកតាមឲ្យតែញ៉ាំអាហារពេលព្រឹកតែប៉ុណ្្នឹងឯងនិសាអត់មានសម្ដីធំអីដាក់ខ្ញុំនោះទេល្មមជប់ប្រើអាចរកូនក្មេងតទៅទៀតទៅណាតែព្រោះថាពេលនេះកូនធំហើយទៅញ៉ាំអាហារទៅណាប៉ាទៅធ្វើការហើយចាសូមជើញមកប៉ាពេលញ៉ាំអាហាររួចខ្ញុំមានមិត្តភក្តិទៅដើរលេងនៅផ្សារតែសុំហាមមិនឲ្យជម្រាបលោកប៉ាថាខ្ញុំទៅដើរលេងនោះទេណាគឺជួយលាក់តាំងតែពីដើមស្រាប់ហើយមិនចាំបាច់បារម្ភអីនោះទេសុំតាមមួយយ៉ាងគត់គឺហាមផ្ដេសផ្ដាស់ណាហើយរឿងផ្ដេសផ្ដាស់នោះគឺគ្មានទេពីព្រោះខ្ញុំនឹងជាមនុស្សដែលរឹងមាំស្រាប់ទៅហើយម៉ែកុំបារម្ភអីនិសាហ៊ានយកជីវិតមកគ្នាតោះណែតើឯងនេះចង់ទិញស្អីទៀតដែរទៅនេះខ្ញុំយល់ឡើងចង់រួចទៅហើយណាតើទិញរបស់ទាំងអស់នេះយកទៅធ្វើស្អីមិនជាយកខ្លាចទៅឬក៏យ៉ាងម៉េចគឺតែទៅទិញថែមនឹងឯងអញ្ចឹងហើយឲ្យវាសមមុខណាណាទៅហ៎គឺអ្នកដែលកំពុងតែរអ៊ូនឹងហើយនៅមានអ្នកណាទៀតធ្វើស្អីហ្នឹងគឺជួយយូរឲ្យហើយនៅមិនត្រូវទៀតមានតែបោះចោលទាំងអស់ទៅនេះឯងពិតជាចង់បោះចោលមែននេះរ៉ាមកវិញអស់ហើយឲ្យតែថាទិញឲ្យទិញបន្ថែមទៀតក៏បានដែរយកបានទាំងអស់ហ្នឹងមែននឹងហើយគឺមានបំណងទិញសោកដើម្បីកុំឲ្យឯងនោះទៅកែធ្វើមិនដែរឲ្យខ្ញុំនឹងវិសាលទៀត10លើហើយណា
អីទេសំតាយកនឹងទៅតាអីមួយនេះក៏ស្អាតដែរមើលមួយនេះស្អាតណាស់នេះសត្វតែស្អាតទាំងអស់ហ្នឹងយកទៀតអីអូអានេះក៏ស្អាតដែរចាំមើលសំនឹងឯងយកទៅតាអូខេបានហើយនេះអូយកាន់ទៅអូយធ្ងន់ណាស់ហើយវាច្រើនណាស់ណាខ្ញុំចិត្តធ្លាក់អណ្ដាតទៅហើយនេះមិនមិនជួយខ្លះទេអីនេសាបើមិនចង់បានទេឯងបោះវាចោលទៅនេសាកុំលឿនទៅចាប់ផងមើលនេសាចាប់ផងចាំមិនទៅហើយអញនិយាយបានហើយនៅថាផែនការដែលធានាថានឹងជួយខ្ញុំនោះវាបានផលយ៉ាងមិនទៅហើយលៀតអីបែបនេះមានន័យថាយ៉ាងមិនដែរទៅប្រើកម្លាំងណាវាត្រូវតែបានកម្រៃខ្លះហើយបើចង់ឲ្យនិយាយប្រាប់ណាគួរតែប្រើសន្លឹកខ្លះទៅស្អីគេអញ្ចឹងនេះមិត្តភក្តិឯងសោះណាក៏ចង់បានលុយដែរមែនទេឲ្យតែឲ្យប្រហែលក៏យកដែរមកហ៎ណាអញនិយាយបានហើយនៅអូយតិចណានិយាយប្រាប់មិនកាត់ទេស្អីគេអញ្ចឹងនេះខាងទឹកក៏បានដែរអូខេចម្លើយណាអត់តបានអីទាំងអស់ស្អីគេហ្នឹងនេះខ្ញុំអត់លុយច្រើនហើយណាបានត្រឹមចម្លើយតែប៉ុណ្្នឹងទេហ៎ចុះក្រែងចោលខ្ញុំនិយាយហីនេះខ្ញុំប្រាប់ថានៅមិនទាន់បានការអីនោះទេព្រោះនេសាណាគេនៅមិនទាន់និយាយស្អីទាំងអស់តែចោលខ្ញុំនេះនិយាយថាម៉េចទៅបើចង់បានលុយវិញក៏បានដែរណាយកទៅខ្ញុំលែងជួយហើយអូអត់ទេកុំធ្វើចឹងអីបានទេលុយនេះខ្ញុំអត់ចិត្តស្មារតីរបស់ខ្ញុំតាទុកទីឲ្យញ៉ាំក៏បានដែរប៉ុន្តែរីម៉ាទៅជួយខ្ញុំណារឿងជួយនោះចេះតែជួយហើយតែខ្ញុំមិនហ៊ានធានា 100% ទេថានេសាគេព្រមស្រឡាញ់វិសាដែរឬអត់ម្យ៉ាងយ៉ាងនេះក៏ដឹងហើយថានេសាមានមនុស្សតាមស្រឡាញ់ច្រើនណាស់ចកល្អគួរតែប្រើសល់វេទមន្តឲ្យខ្លួនឯងខ្លះទៅហើយខំពឹងជាមុខជាមាត់តែទីបំផុតនោះទៅច្បាប់នេះទៅវិញណាគេមានតែរីម៉ាទេណាដែលសាសនាជាមួយនេសាជាងគេដូច្នេះហើយនោះគឺទៅជួយខ្ញុំណាខ្ញុំពិតជាស្រឡាញ់គេមែន
ឆែបណែនេះហើយđâyក៏ចូលចិត្តលេងបែបនេះវានឹងទម្លាក់កត្រកត្រីបាត់ទៅហើយបានច្រើនដែរទេបងគឺបានច្រើនដែរមានក្តាមទៀតផងណាចង់បានដែរអត់បើឲ្យគឺចេះតែយកឲ្យសុំមិនតិចបានទេបងនៅតែពេលបើចង់បានណាចាំបងរំលែកឲ្យខ្លះមិនអីទេបងទុកយកទៅធ្វើម្ហូបជូនពុកបងទេមុននេះខ្ញុំក៏បានទៅអើតមើលគាត់ដែរតែឃើញទឹកមុខគាត់ដូចជាស្រស់បោះជាងមុនអញ្ចឹងបងអរគុណហើយណាហើយពេលទំនេរបានទៅជួយមើលថែពុកបងបើអញ្ចឹងបងទៅសិនហើយព្រមមិនទាន់ដាំបាយឲ្យពុកផងទេចាចាំថ្ងៃក្រោយខ្ញុំទៅជួយធ្វើម្ហូបឲ្យបងក៏បានដែរបានមិនទេព្រោះអារឿងធ្វើម្ហូបនោះវាស្ទើរតែខ្លាញ់ទៅជាជំនាញបាត់ទៅហើយក៏ព្រោះតែបងនេះមានតែពីរនាក់ឪពុកអង្គនោះណាស្រួលស្រួលអូនធ្វើម្ហូបឆ្ងាញ់ចាញ់បងទេបងទៅសិនហើយណាចាបងទៅចាពុកបាយមកដល់ហើយធ្វើអ្វីមិនកើតហើយទុកឲ្យកូននេះនៅលំបាកតែម្នាក់ឯងកុំគិតច្រើនពេកពុកទោះជាយ៉ាងណាក៏យើងនៅមានផ្ទះព្រមទាំងទូខ្លះដែរដូច្នេះវាគ្មានអ្វីពិបាកនោះទេឯការនេសាទនោះវាក៏ខ្លាចទៅជាជំនាញរបស់កូនទៅហើយពុកទៅពិធីរក្សាសុខភាពទៅបានចាំសូមចាញ់គ្រប់យ៉ាងឲ្យតែបងវិលមកណែប្រអប់មួយនេះណាពុកបានថែរក្សាទុកជាយូរណាស់មកហើយតែពេលនេះណាពុកចង់ប្រគល់ឲ្យឯងវិញរបស់ឯងទៅពុកជារបស់ណាទៅជាត្បូងពេជ្រមែនទេពុកមែននឹងហើយគឺជារបស់ពុកណាមានមនុស្សម្នាក់ដែលគេចងដៃឲ្យពុកនិងម្ដាយរបស់កូននៅថ្ងៃដែលពុករៀបការជាវត្ថុមានតម្លៃជាកម្មសិទ្ធិរបស់ពុកហើយនឹងម៉ែតើពុកយកមកខ្ញុំធ្វើអីទៅទុកនៅនឹងពងគឺល្អហើយគឺពុកចង់ប្រគល់ឲ្យកូនថែរក្សាទុកចាប់ពីពេលនេះតទៅណាពីបាយថាម៉េចពុកហើយចុះវាមានតាក់ទងអ្វីនឹងអ្នកដែលចងដៃពុកនោះទៅគឺគ្មានទេគេនោះណាគ្រាន់តែចំណុចផ្ទះដែលជារាប់អានគ្នាពីនេះណាពុកហើយនឹងគេមានឋានៈប្រហាក់ប្រហែលគ្នាពេលសម្រាប់អានពុកខ្លាំងណាស់តែតាំងពីពុកធ្លាក់ខ្លួនក្រពុកក៏គិតខ្លួននៅទីនេះទៅពុកខ្មាស់ទេពុកមិនចង់ឲ្យគេឃើញនឹងការរស់នៅរបស់ពុកចុះមិត្តភក្តិរបស់ពុកម្នាក់នោះគាត់ឈ្មោះអ្វីដែរទៅគឺគេឈ្មោះសុភាឥឡូវនេះលើគេថារកស៊ីមានណាស់នៅភ្នំពេញតែច្រើនឆ្នាំមកហើយតែពុកមិនហ៊ានទៅរកគេទេក៏ព្រោះតែមានរឿងខ្លះតែពុកមិនអាចនិយាយប្រាប់បាន
អញ្ចឹងជឿនសប្បាយសិនទៅពុកតិចអស់ហើយបើរឿងនោះពុកមិនអាចនិយាយបានទេក៏កុំនិយាយអីនាំពិបាកចិត្តនោះទេអញ្ចឹងសប្បាយទៅពុកខ្ញុំសូមយករបស់ទៅទុកសិនហើយរក្សាទុកឲ្យបានល្អផងណាកូនបានពុកជាមានតម្លៃខ្ពស់ហើយទើបបានចំពោះរក្សាទៅទុកតែមួយរយៈនេះគាត់ខ្វះលុយដើម្បីព្យាបាលហេតុអីបានជាគាត់មិនព្រមលក់ដូរវាយកទៅព្យាបាលរឿងមកខ្សែដៃខ្សែកកវលនេះមានអនុស្សាវរីយ៍យ៉ាងធំកប់ជ្រៅក្នុងបេះដូងរបស់គាត់ដែលមិនអាចលក់វាបានតែពុកគាត់មានរឿងអ្វីទៅនោះជាមួយនឹងសុធាទើបបានជាត្រូវកិច្ចមុខមិត្តល្អម្នាក់បរិបនៅកណ្ដាលកណ្ដាលបែបនេះចំពោះអ្វីលោកបានស្នើសុំនៅក្នុងពេលនេះខ្ញុំក៏មិនយល់ទៅអីដែរក៏ប៉ុន្តែបញ្ហាសំខាន់គឺវាស្ថិតនៅលើចិត្តកូនស្រីរបស់ខ្ញុំម្យ៉ាងខ្ញុំក៏ដូចជានៅមិនទាន់ចង់ឲ្យគេមានគូសកលអីនោះដែរព្រោះថាគេដូចជានៅមិនទាន់ចាស់ទុំអីបន្តិចទៅសោះដោយសារតែគេកំព្រាម្ដាយតាំងពីតូចមកម្លេះហើយខ្ញុំក៏មិនសូវមានពេលទំនេរដើម្បីនឹងបដៅណែនាំគេបានគ្រប់ជ្រុងជ្រោយទើបបានជាគេមានចរិតរឹងរូសមានអ្នកធ្វើអ្វីតាមតែការដែលគេចង់ធ្វើយល់ល្អគួរតែឲ្យវិទូកូនប្រុសលោកកែចិត្តវិញទៅខ្ញុំក៏មិនដឹងថាវិទូកូនប្រុសរបស់ខ្ញុំនេះគេលងចិត្តជាមួយនឹងលីសាកូនស្រីរបស់លោកនោះប៉ុណ្ណានោះទេតែគេទើបតែយករឿងនេះមកបង្ហើបប្រាប់ខ្ញុំប៉ុន្តែគេគិតថាលោកហើយនឹងខ្ញុំនេះគឺជាដៃគូរកស៊ីជាមួយនឹងគ្នានេះឯងប៉ុន្តែបើបានក្មេងៗចេះស្រឡាញ់គ្នាបែបនេះខ្ញុំគិតថាវាល្អទៅវិញទេរឿងល្អនោះគឺវាចេះតែល្អហើយក៏ប៉ុន្តែមកពីខ្ញុំខ្លួនឯងដែលនៅមិនទាន់យល់ពីចិត្តកូនស្រីហើយម្យ៉ាងវិញទៀតណានេះបើតាមតែខ្ញុំដឹងនោះនិសាគេមានមិត្តភក្តិច្រើនណាស់ហើយក៏មិនដឹងថាក្នុងចំណោមមិត្តភក្តិរបស់គេទាំងអស់នោះនរណាខ្លះដែលមានចិត្តទៅលើនិសាដូចជាវិទូកូនប្រុសរបស់លោកដែរនោះទេក៏ប៉ុន្តែប្រហែលជាមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលបានចូលខ្លួនមកសុំស្នើសិទ្ធិលោកមុនគេអញ្ចឹងហើយខ្ញុំចង់ឲ្យលោកប្រតិបត្តិជាមួយនឹងគេជាមុនសិនទៅចុះបាទមិនអីទេខ្ញុំនឹងជួយដំណឹងទៅវិញនៅពេលក្រោយចុះព្រោះទុកពេលឲ្យខ្ញុំបានសាកសួរចិត្តរបស់និសាកូនខ្ញុំសិនហើយចាត់ទុកថានឹងទទួលបានលទ្ធផលល្អ
នៅពេលក្រោយទៅចុះ បាទអរគុណលោក បាទ អេស្លាប់ហើយនេះមិនបាននិយាយថាម៉េចលោកប៉ានឹងឯងចង់ឲ្យខ្ញុំរៀបការនោះណែរួចហេតុអីបានទៅធ្វើភ្ញាក់ផ្អើលអីយ៉ាងនេះម៉ែណាគ្រាន់តែសួរសាកតាមពាក្យដល់លោកប្រុសឲ្យសួរប៉ុណ្ណឹងតាអង្គុយទៅវិញទៅអេប៉ាលោកប៉ាបានស្គាល់វីទូម្នាក់នេះហើយនៅតែបាត់ចង់ឲ្យខ្ញុំនេះទៅរៀបការជាមួយនឹងគេនោះទៅតែសួរតែប៉ុណ្ណឹងទេគឺមិនមែនបញ្ជាឲ្យរៀបការភ្លាមឯណាចេះស្ទុះដូចគេដេញចឹងទៅកើតឬថាគេណាបានស្នើឲ្យឪពុករបស់គេណាមកសួរចិត្តលោកប្រុសនឹងឯងអេពីរអ្នកហាញ់តាបាននាំគ្នាមកចូលច្បាប់ពីរឿងនេះខ្ញុំនេះខំរាប់អានអ្នកទាំងអស់នោះខ្ញុំមានជីវិតភក្តិតែប៉ុណ្ណោះទេចាប់ពេលនេះហេតុអីបានជាពួកគេនាំគ្នាគិតពីរឿងអីប្លែកៗបែបនេះទៅវិញចំណុចនេះឲ្យតែបានជួបគឺលែងឲ្យចាក់ដៃតែម្ដងនឹងឯងលោកពិសាលលោកវិទូដល់ថ្នាក់ឲ្យឪពុកចូលមកសួរស្នាចិត្តអីផងនេះធ្វើមករបៀបនេះតិចលោតររឿងគេទៅច្បាស់ណាស់ម៉ែចាំតែមើលចុះប្រហែលនាងប្រហែលជាពួកគេចង់ធ្វើតាមបទចម្រៀងឲ្យមើលទៅគ្មានផ្លេចទេអាយុនេះសាអាយុអូមិនក្តៅធ្ងន់ម្ល៉េះមិនលេងអាយុបានហើយបានទៅតែបង្កើតរឿងបែបនេះអូអាយុស្វាងខ្លះហើយបានហើយទេណាខ្ញុំសូមបន្តទៀតយើងគឺជាមិត្តភក្តិនឹងគ្នាមិត្តគឺជាមិត្តមិនអាចខ្លាចជាស្នេហាដូចបាត់ចម្រៀងបាននោះទេក៏ដៃស្លឹកទៅជាដៃឬអត់ហ៎ដៃយ៉ាធ្ងន់ជាងម្ដាយរបស់ខ្ញុំទៅទៀតចេះមកសួរខ្ញុំទៅកើតដែររៀងស្ដាងសោះមិនក៏ដៃធ្ងន់បែបនេះគឺគ្រាន់តែជាមេរៀនដំបូងប៉ុណ្ណឹងទេហើយបើយើងនេះនៅតែមិនព្រមកាយចិត្តនឹងនៅមានមេរៀនទី2ទី3តទៅទៀតចង់ដាក់ដៃឬក៏អត់ថាទី2ទី3នោះត្រូវជួបនឹងអ្វីទៅមកស្នេហ៍ចិត្តជាមួយនឹងស្រីឆ្នះដូចជាខ្ញុំនេះក្រែងដឹងហើយតើថាខ្ញុំកាចណាស់នៅក្នុងសាលារៀនណាអ្នកណាក៏ខ្ញុំឆ្លោះដែរមិនថាប្រុសមិនថាស្រីលើកលែងតែលោកគ្រូអ្នកគ្រូរបស់ពួកយើងប៉ុណ្ណោះឯងថាចុះខ្ញុំធ្វើយ៉ាងម៉េចទៅបើខ្ញុំនេះបានបាក់ចិត្តស្រឡាញ់ទៅលើស្រីឆ្នះបែបនេះទៅហើយនោះអូស្លាប់ហើយនៅហ៊ាននិយាយពាក្យនេះចេញមកទៀតទេនេះហើយបានហើយបានហើយបានហើយប៉ុណ្ណឹងបានហើយខ្លាំងបានតែគ្នាឯងនឹងទេរៀងបែបនេះហីវាតួគេញុះតែម្ដាយនោះវាធ្គាមបាត់ទៅហើយកុំក្អែកក្អាខ្លាំងពេកបានទេមនុស្សយើងណាបើមានគេស្រឡាញ់គឺល្អហើយមែនហើយមើលតែខ្ញុំទៅឯការរកតែអ្នកណាម្នាក់ក៏គ្មានដែរសុំត្រឹមចំណិតនេះហើយបើមិនដូច្នេះទេនោះយើងនឹងគ្មានឱកាសបានជួបមកគ្នាទៀតទេខ្ញុំនិយាយមែនមិនមែននិយាយលេងនោះទេមិនក៏បានតែអត់តន់ប្រកាសនៅក្នុងចិត្តនៅឡើយទេព្រោះខ្ញុំក៏ដឹងថាអាសាលណាក៏វាមានចិត្តអូចទៅលើនេសាដែរហើយមានដើកគឺនៅក្បែរនឹងឯងហេស្លាប់ហើយនេះខ្ញុំខំជឿនិយាយខាត់នេសាបែរជាមកទម្លាក់កំហុសខ្ញុំទៀតវីទូគេនិយាយត្រូវហើយនៅលោកសាលនោះម្នាក់ទៀតរឿងហេតុអីទៅបានជំនុំគ្នា
គិតអីឈួតមកលើខ្ញុំបែបនេះមិនអណ្ដើកនៅទំនេរស្រាប់ហេតុអីក៏មិននាំគ្នាបំបាយជួចាប់មិនអណ្ដើកមកក្បាលនេះស្ងើឲ្យក្តៅទឹកតែម្ដងទៅហើយខ្ញុំណាចោះខ្លួនមកជួយអ្នកទាំងពីរទេហេតុអីបានទៅធ្លាក់រឿងនេះបោកខ្ញុំទៅវិញអត់ទេណាសុំទៅរួចខ្លួនទេណែដូននីសានេះណាអូយណែមកទៅធ្វើអញ្ចឹងលោកខ្ញុំឥឡូវហើយនេះមិនក៏មកដូនទៅអូយខ្ញុំថាដូនមិនឃើញទេហើយបឡោះអលីងហើយនេះហើយជុំវិធីហ្នឹងហើយមិនក៏មិនសួរខ្លួនឯងទៅថាវាកាត់ស្អីដល់ខំចំណាយប្រាក់ទូរស័ព្ទហើយឲ្យមកជួបនេះគឺពិតជាមានហេតុក៏មកធ្វើពើជាមិនដឹងរឿងនេះរកនឹកទៅមើលថាមានធ្លាប់ពឹងអ្នកណាឲ្យទូរស័ព្ទមកនិយាយពីរឿងស្នេហាជាមួយខ្ញុំដែរឬអត់គឺធ្លាប់តាគិរីម៉ានេះនីសាយកព្រមហើយមែនទេទើបបានជាឲ្យមកជួបនោះនឹងហើយព្រមនោះអីនេះព្រមឈឺខ្លាំងមែនណាព្រោះស្នេហាគឺបែបនេះមែនទេណានីសាកំពុងប្រាំពើហិង្សាលើខ្ញុំហើយរីម៉ាហើយតើមានរឿងអីទេក្រែងប្រាប់ថានីសាចង់ចោះចាស់ជាមួយខ្ញុំហ៎អូយនេះចំសាច់តិចទីអស់ទៅហើយតែកើតអារម្មណ៍ឈួតបែបនេះមកពីណាមកខ្ញុំចង់ដឹងណាថាហេតុអីតើបានជាបញ្ជាអរីម៉ានេះមកនិយាយរឿងនេះជាមួយខ្ញុំខ្ញុំគ្រាន់តែសួរសោះខុសដែរមែនទេចាមែនហើយគឺខុសពីព្រោះយើងនេះគឺជាមិត្តល្អជាមួយគ្នាច្រើនឆ្នាំមកហើយហេតុអីក៏ពេលនេះសើតែបង្កើតរឿងនេះចេញមកខ្ញុំអត់សប្បាយចិត្តទៅសោះនីសាសេចក្តីស្រឡាញ់ណាគឺវាមិនអាចកំណត់ពេលវេលាបាននោះទេក៏ព្រោះតែខ្ញុំគិតថាពួកយើងនេះរៀនចប់ហើយក៏សំលមមិនមានស្នេហាដែរទើបបានជាខ្ញុំនេះចាប់អារម្មណ៍ទៅលើនីសាមុនគេហ្នឹងណាហើយមិននឹកស្មានថាគ្រាន់តែផ្ញើពាក្យសួរសោះវាប៉ុណ្្នឹងទៅហើយជួយត្រង់តែខ្ញុំនេះសួរដោយផ្ទាល់មាត់នោះតើវាយ៉ាងណាទៅហើយអ្មេចក៏បានជាឆ្នើបែបនេះលោកហើយលោកបើឆ្នើយ៉ាងនេះណាតើមាននរណាទើបផ្សំដំណេកជាមួយបានទៅសាងលបែនមួយនឹងទន្ទឹងរង់ចាំនិយាយម្ដងទៀតទៅមើលគ្រប់យ៉ាងឆាប់បកពាក្យនេះចេញព្រាមបកចេញព្រាមនិសាយើងជាមិត្តនឹងគ្នាទេនិយាយខ្លាំងបែបនេះតែគេយល់ច្រឡំថាពួកយើងនេះណាឆ្លោះប្រកែកគ្នាទៅមែនខ្ញុំឆ្លោះព្រោះបើមិនដូច្នេះទេនោះប្រកាសជាថ្ងៃក្រោយណាមានរឿងជាមិនខានទេស្រីស្អាតអើយស្មានតែចិត្តល្អនិយាយថាម៉េចបានហើយសុំចាញ់តែចុះណាតែមិនដឹងថានីសានេះយល់ព្រមជាមួយនរណាម្នាក់ក្នុងចំណោមមិត្តចាស់របស់យើងនោះខ្ញុំប្រកាសជាមិនព្រមទេព្រោះគឺជាមនុស្សដែលស័ក្តិសមជាមួយនីសាជាងគេមែននឹងហើយសមគឺសមធ្វើជាបងឬក៏ជាឪពុកមាននឹងឯងឆ្លុះកញ្ចក់មើលខ្លួនឯងទេបានត្រឹមតែប៉ុណ្្នឹងទេហ៎ពុទ្ធោអើយ
យ៉ាងម៉េចហ្នឹងអង្គុយញញឹមញញែមមានរឿងអីសប្បាយចិត្តដែរទៅគឺសប្បាយចិត្តមែនហ្នឹងហើយម៉ែព្រោះបានព្រមានមនុស្សខ្លាំងដល់គួរឲ្យព្រមាននោះអីម៉ែអ្នកណាគេព្រោះឃើញសង្គ្រាមថ្មិញតាំងពីព្រឹកមកម្លេះអេឬមួយក៏ក្មួយវិទូមិនមែនតែម្នាក់ទេគឺមានរហូតដល់ទៅ2នាក់ឯណោះតែល្អដែរសិតតែជាមិត្តរបស់ខ្ញុំតែទាំងអស់ហ្នឹងព្រោះបើសិនជាអ្នកផ្សេងណាម៉ែប្រហែលជាខ្ញុំមិនមែនមកវិញបែបនេះទេហើយចុះវាយ៉ាងម៉េចបើអ្នកផ្សេងវិញនោះយ៉ាងហោចណាស់ក៏មានរបួសខ្លះឲ្យម៉ែដងជួយរំឲ្យមិនខានឡើយហើយនេះនិសាទៅធ្វើស្អីខ្លះដែរទៅហ៎ចាគឺគ្រាន់តែពមៀនតិចតួចតែប៉ុណ្្នឹងឯងគឺសុទ្ធតែជាអ្នករៀនសូត្របានចេះដឹងរឿងអីដែលនាំគ្នាមកធ្វើបែបនេះចំពោះខ្ញុំនោះណែនិសាគេណាគ្រាន់តែស្នាយចិត្តកូនទេគេគ្មានអីខុសសោះតើនេះទៅធ្វើអីគេខ្លះដែរទៅស្លាប់ហើយតិចលោទៅខ្វាយទៅខ្ញាំអីកូនគេឲ្យខ្ទេចអស់ទៅវាមិនដល់ថ្នាក់នោះទេម៉ែតែក៏ក្បែរនឹងឯងធ្វើអញ្ចឹងតែពួកគេរៀងហើយបើសិនជាចង់ចេញចូលផ្ទះនេះក៏ត្រូវតែមានឈ្មោះត្រឹមតែជាមិត្តព្រោះខ្ញុំបានតាំងចិត្តរួចហើយថាខ្ញុំមិនយកមិត្តធ្វើជាស្នេហានោះទេហើយចិត្តខ្លាំងដូចមនុស្សប្រុសតើប្រុសម្នាក់ណាដែរទៅណោះដែលអាចមកបង្ក្រាបក្មេងស្រីម្នាក់នេះបានណោះនឹងហើយដំបើមិនឈឺនាំគ្នាយកឈើទៅចាក់អ្នកណាមិនស្គាល់កូនស្រីតែមួយរបស់លោកអ៊ំសុភានោះយើងធ្វើជាមិត្តរបស់គេជាច្រើនឆ្នាំមកហើយហេតុអីបានចំពោះឯងនេះនៅតែមិនស្គាល់ពីអត្តចរិតរបស់និសាទៀតឥឡូវឃើញហើយនៅអាមួយឈើលើកតិចអាមួយទៀតជាប់ទ្រូងទៅសុំស្រឡាញ់អ្នកណាមិនសុំបែរជាសុំស្រឡាញ់ពីនិសានោះពួកឯងនេះណាចំជាភ្លើមែនតើគឺមកពីអាសាហ្នឹងណាដែលជាអ្នកប្រពោះគ្នាទៅសាកល្បងនោះឥឡូវនេះណាគ្នាបានជម្រាបលប៉ារបស់គ្នារួចបាត់ទៅហើយមិនដឹងថាត្រូវដោពាក្យមិននឹងការនោះទេតានិសាគឺជាស្រីស្អាតក្នុងចំណោមពួកយើងប្រហែលអ្នកនេះក៏គួរតែមានម្នាក់ដែលនាងត្រូវតែជ្រើសរើសយកដែរបណ្ដោះឲ្យបានទេអ្នកដទៃយ៉ាងមិននឹងការទៅគ្នាមិនព្រមទេទាំងរូបសម្ផស្សទាំងទ្រព្យសម្បត្តិហើយថែមទាំងមានចំណេះវិជ្ជាទៀតផងនាងណាជាមនុស្សបេះដូងដែកតែអ្នកតាពីទៅព្យាយាមសាកល្បងធ្វើស្អីទៅតែគិតថាមិនត្រូវទេថ្ងៃណាមួយនីសាអាចបាក់ចិត្តមកលើខ្ញុំក៏ថាបានដែរណែឯងនិយាយថាម៉េចហ្នឹងសមត្ថភាពប្រព័ន្ធគ្នានេះលោកប៉ារបស់គ្នាណាក៏មានភាហ៊ុនមួយដែលមានការរស់ស៊ីជាមួយនឹងប៉ារបស់នាងនោះដែរឯងណាកុំសង្ឃឹមអីអាណិតអើយវាថាមិនត្រូវនោះទេព្រោះតែគ្នានេះជាមនុស្សម្នាក់ដែលមិនចូលចិត្តភាពសាមញ្ញំនោះអីហើយនីសាក៏ជាមនុស្សម្នាក់ដែលមើងបាន